បាទជំរាបសួរខ្ញុំបាទឈ្មោះសានចន្ទនាធីខ្ញុំបាទជាស្ថាបត្យករហើយក៏ជាស្ថាបត្យករចូលបញ្ជីនៅគណៈស្ថាបត្យករហើយខ្ញុំក៏មានតួនាទីនៅក្នុងសមាគមស្ថាបត្យករខ្មែរដែរបាទចំពោះសិក្ខាសាលាដែលយើងបានរៀបចំពីសប្តាហ៍មុននេះយើងបានមានរៀបទុកនៅប្រធានបទចំនួន5ហើយក្នុងចំណោមប្រធានបទចំនួន5នោះមាន3ដែលត្រូវបានជ្រើសរើសមកពិភាក្សាទី1គឺប្រធានបទសាលារៀនដែលក្រុមទី1ហ្នឹងគាត់គិតថាមានឱកាសក្នុងការធ្វើឲ្យសាលារៀនសាធារណៈបានល្អជាងមុនដោយបំពាក់នៅបរិក្ខារអប់រំទំនើបឧទាហរណ៍ដូចជាមន្ទីរពិសោធន៍សម្រាប់សាលារៀនឬក៏បណ្ណាល័យដែលអាចផ្ដល់ឲ្យការស្រាវជ្រាវរបស់សិស្សយើងបានល្អជាងមុនទី2គឺប្រធានបទមណ្ឌលសុខភាពទូទៅដោយសារបើសិនជាយើងមានមណ្ឌលសុខភាពល្អអញ្ចឹងយើងអាចទាក់ទាញទាំងការអភិវឌ្ឍផ្នែកសំណង់នៅក្នុងប្រទេសយើងហើយក៏បានផ្ដល់ឲ្យទៅវិស័យសុខាភិបាលឲ្យកាន់តែទំនើបហើយមិនឲ្យយើងចាំបាច់ទៅប្រទេសក្រៅដើម្បីរកសេវាសុខភាពប្រធានបទទី3គឺបើសិនជាយើងមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាពិសេសទៅលើការចរាចរណ៍ពួកគាត់យល់ឃើញថានៅក្នុងទីក្រុងភ្នំពេញយើងមានការលំបាកក្នុងការធ្វើចរាចរណ៍អញ្ចឹងក៏មានការលើកឡើងអំពីភាពចាំបាច់ក្នុងការវិនិយោគទៅលើគម្រោងដែលអាចជួយសម្រួលទៅលើការងារនេះដូចយើងដឹងស្រាប់ហើយនៅក្នុងប្រទេសខ្មែរយើងទៅមានវប្បធម៌បែបបុរាណនៅឡើយនៅក្នុងលក្ខខណ្ឌការរស់នៅអញ្ចឹងយើងឃើញពេកច្រើនគឺយើងរស់នៅក្នុងមួយគ្រួសារមានទាំងជីដូនជីតាប៉ាម៉ាក់និងកូនអញ្ចឹងយើងរស់នៅក្នុងសុខភាពមួយបែបស្អិតរមួតហើយនឹងជួយគ្នាទៅវិញទៅមកមិនមែនជារឿងងាយស្រួលវាត្រូវការផ្លាស់ប្ដូរក្នុងការគិតរវាងវប្បធម៌ការរស់នៅរបស់យើងប៉ុន្តែដោយឡែកបើយើងមើលមួយផ្នែកទៅមជ្ឈមណ្ឌលចាស់ជរាឬក៏មជ្ឈមណ្ឌលដែលអាចគាំពៀចាស់ជរាដែលមានបញ្ហាវាខុសពីការរស់នៅក្នុងផ្ទះពីព្រោះនៅមជ្ឈមណ្ឌលនោះវាមានមន្ទីរពេទ្យឧបករណ៍ពេទ្យគ្រប់គ្រាន់មានគ្លីនិកគ្រប់គ្រាន់មានគ្រូពេទ្យគ្រប់គ្រាន់ដែលអាចផ្ដល់សេវាបន្តតាមព្រាមបាទចំពោះសមរីខ្ញុំគិតថាវាសាមញ្ញទេដោយសារតែយើងមានពាក្យចាស់ថាបើយើងចង់ដើរលឿនយើងដើរម្នាក់ឯងតែបើយើងចង់ដើរឆ្ងាយយើងដើរជាក្រុមអញ្ចឹងយើងទោះបីយើងចេះកែច្នៃយើងយ៉ាងម៉េចក៏ដោយប៉ុន្តែនៅពេលមួយយើងអាចទាល់ក្នុងលក្ខខណ្ឌធនធានយើងអាចទាល់ក្នុងលក្ខខណ្ឌបច្ចេកទេសអញ្ចឹងការសហការគ្នាវាអាចឲ្យយើងរកវិធីដោះស្រាយបានពីព្រោះអ្នកអាចមានជំនាញរៀងៗខ្លួនក្នុងវិស័យសំណង់របស់យើងការសហការអាចមានជាសហការរវាងក្រុមហ៊ុនទៅក្រុមហ៊ុនឯកជនឬក៏សហការរវាងក្រុមហ៊ុនឯកជនជាមួយនឹងស្ថាប័នរដ្ឋឬក៏ស្ថាប័នអន្តរជាតិផ្សេងទៀតដែលគាំពៀនឹងឧទាហរណ៍សាមញ្ញជាក់ស្ដែងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យអាចធ្វើការសហការជាមួយនឹងក្រុមហ៊ុនធ្វើសាលារៀនឬក៏សាលារៀនឯកជនឬក៏ក្រុមហ៊ុនមន្ទីរពេទ្យណាមួយពីព្រោះនៅក្នុងបុរីដែលមានផ្ទះរាប់រយខ្នងក៏ត្រូវការសេវាសុខភាពត្រូវការកន្លែងដែលឲ្យកូនរៀនសូត្រអញ្ចឹងបើសិនជាយើងពឹងតែមួយក្រុមអាចថាក្រុមពេទ្យគាត់ថាគាត់មិនទាន់មានទុនធានដើម្បីធ្វើទេឬក៏ក្រុមខាងសាលានេះគាត់ថាគាត់អត់ទាន់មានគម្រោងពង្រីកទេអញ្ចឹងខាងក្រុមអចលនទ្រព្យគាត់ថាគាត់ធ្វើតែផ្ទះទេតែបើសិនជាពួកគាត់អាចគិតជាមួយគ្នាអញ្ចឹងគាត់អាចជួយគ្នាក្នុងខាងខ្ញុំមានដីខ្ញុំអាចជួលក្នុងតម្លៃថោកយើងអាចសហការគ្នាតាមរបៀបណាមួយបាទយើងបានសង្កេតឃើញក្នុងប្រហែលឆ្នាំចុងក្រោយនេះយុវវ័យក្នុងស្រុករបស់យើងគឺគាត់ចូលចិត្តទៅទេសចរកម្សាន្តហើយជាពិសេសនោះគឺបែបផ្សងព្រេងបែបឡើងភ្នំបែបធម្មជាតិនៅប្រទេសយើងពឹងផ្អែកច្រើនទៅលើវិស័យទេសចរហើយបើនិយាយពីទេសចរអន្តរជាតិគាត់មកមើលតែប្រាសាទហើយប្រហែលឆ្នាំកន្លងមកនេះយើងជជែកទៅច្រើនអំពីថាធ្វើម៉េចដើម្បីឲ្យទេសចរអន្តរជាតិទាំងអស់នោះគាត់មកស្រុកយើងហើយគាត់ចំណាយពេលច្រើនឲ្យយូរជាងនឹងគាត់មកមើលប្រាសាទប៉ុន្តែគាត់គួរតែអាចទៅមើលកន្លែងផ្សេងៗដែលយើងមានលទ្ធភាពក្នុងការរក្សាគាត់ឲ្យនៅក្នុងប្រទេសយើងបានយូរអញ្ចឹងទេសចរបែបធម្មជាតិខ្ញុំគិតថាជារឿងមួយសំខាន់ហើយខ្ញុំខ្លួនឯងនៅក្នុងវិស័យស្ថាបត្យកម្មហើយនឹងសំណង់ខ្ញុំគិតថាយើងជាអ្នកបច្ចេកទេសឲ្យតែគម្រោងបែបនេះយើងអាចជួយគាំពៀតាមតែយើងអាចធ្វើបានក្នុងនាមបច្ចេកទេសហើយក៏ពេញចិត្តនឹងបម្រើហើយរួមចំណែកក្នុងការអនុវត្តបែបបាទនៅក្នុងវិស័យសំណង់របស់យើងសង្កេតឃើញថាការវិនិយោគពីខាងក្រៅដែលជារឿយៗយើងឃើញមានការវិនិយោគពីប្រទេសកូរ៉េមានការវិនិយោគពីប្រទេសចិនមានការវិនិយោគពីប្រទេសសិង្ហបុរីពួកគាត់ចូលមកនោះគឺនាំឲ្យការសាងសង់វាប្រែប្រួលទៅតាមតម្រូវការរបស់ពួកគាត់
ហើយយើងរត់តាមយើងបានរត់តាមនៅពេលដែលវិស័យសំណង់នៅវិស័យសាងសង់របស់យើងខ្លួនជាមួយនឹងការវិនិយោគដែលធំមកអញ្ចឹងខ្ញុំគិតថាយើងបានចាស់ទុំច្រើននៅក្នុងវិស័យសំណង់នេះហើយក៏យើងមានភាពធន់ច្រើនជាមួយនឹងបរិបទដែលប្រែប្រួលលឿនពីការវិនិយោគកំហុកហើយបន្តមកក៏រសាយទៅវិញយើងអាចពឹងលើពឹងទាំងពីរទាំងធនធានដែលយើងមាននៅក្នុងស្រុកផងហើយបើសិនជាមានធនធានពីខាងក្រៅក៏យើងអាចមានប្រយោជន៍ពីខាងដែរចំពោះការច្នៃប្រឌិតក្នុងវិស័យសំណង់ជាទូទៅនាំមុខដោយអ្នកវិនិយោគហើយវានៅតែចាំបាច់ការដឹកនាំអំពីម្ចាស់វិនិយោគខ្លួនឯងឬការនាំពីស្ថាប័នករដឹកនាំគម្រោងខ្លួនឯងពីព្រោះជាគម្រោងបែបធម្មតាឬក៏គម្រោងមួយបែប modular វាត្រូវការអ្នកដែលដឹកនាំធ្វើសម្រាប់យើងជាអ្នកសាងសង់ជាទូទៅយើងធ្វើតាមអ្វីដែលយើងតម្រូវឲ្យប៉ុន្តែខ្ញុំចង់និយាយថាបច្ចេកទេសបែបណាក៏ដោយក៏យើងអាចមានដែរនៅជំនាញប្រទេសយើងគេបានធ្វើហើយច្រើនយើងអាចរៀនសូត្របានយូរ